បាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ The Power Graphic ឥឡូវខ្ញុំនឹងបង្ហាញពីរបៀបក្នុងការធ្វើតំណក់ញើសទៅលើកំប៉ុងបាទដែលមានលក្ខណៈពីរបែបគឺបែបទី1គឺញើសដែលមានលក្ខណៈវាដកជាប់នឹងកំប៉ុងហើយមួយទៀតវាគឺជាញើសដែលមានលក្ខណៈវាធ្វើចលនាធ្លាក់ទៅលើចុះក្រោមដូចរូបភាពដែលខ្ញុំបានបង្ហាញហ្នឹងបាទឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាដូចតទៅបាទឥឡូវយើងចូលមក Cinema 4D របស់យើងឥឡូវខ្ញុំបើកបញ្ចេញថ្មីសិនបាទយើងបើកបញ្ចេញថ្មីខ្ញុំចូលទៅបង្កើតថ្មីអញ្ចឹងអ្នកទាំងអស់គ្នាយកកំប៉ុងណាមួយទៅបាទឥឡូវខ្ញុំយកមួយនេះបាទខ្ញុំបិទវាទៅបាទបិទអាកន្លែង Asset Browser ហ្នឹងបាទបិទទៅហើយបន្តមកទៀតខ្ញុំបង្កើត Cube មួយដើម្បីធ្វើជា goal អញ្ចឹងធ្វើជា guide របស់វាអញ្ចឹងពេលដែលខ្ញុំបង្កើត Cube ហ្នឹងអញ្ចឹង Cube ហ្នឹងបាំងទៅលើកំប៉ុងហ្នឹងបាត់ហើយយើងមើលអត់ឃើញអញ្ចឹងយើងត្រូវដាក់ X-ray ដើម្បីឲ្យវាចាំងឆ្លោះ Cube ហ្នឹងហើយបន្តមកខ្ញុំចូលមក X-ray ខ្ញុំ take កន្លែង X-ray ហ្នឹងបាទបន្តមកខ្ញុំselectលើកំប៉ុងហ្នឹងខ្ញុំចូលទៅ scale បាទហើយបន្តមកខ្ញុំ scale លើវាទៅបាទ scale ទៅឲ្យវាទំហំមួយប្រហែល cube ដើម្បីងាយស្រួលក្នុងការធ្វើការអញ្ចឹងណាបាទឥឡូវខ្ញុំយកទំហំប៉ុណ្ណេះហើយខ្ញុំលុប cube នឹងចោលទៅដោយសារយើងអត់ប្រើវាទៀតទេវាពណ៌ខ្មៅបែបហ្នឹងដោយសារតែវាជាប់តាក់ទងជាមួយនឹងrenderer អញ្ចឹងណាឥឡូវយើងលុបវាចោលទៅបាទយើងលុបទៅហើយយើងបិទវាមកវិញកុំឲ្យវាឆ្អៀតឲ្យវាស្លាស់ដើម្បីងាយស្រួលក្នុងការធ្វើការបាទហើយបន្តមកទៀតយើងមកបើកfolder របស់កំប៉ុងហ្នឹងបាទខ្ញុំចូល move tool វិញដើម្បីខ្ញុំទាញ object មួយមើលបាទនេះអញ្ចឹងយើងធ្វើឲ្យវាជាប់ទៅលើកំប៉ុងមួយនេះអញ្ចឹងណាទូមួយនេះបាទអញ្ចឹងខ្ញុំ control Z ដើម្បីវាចូលទីតាំងដើមខ្ញុំ copy កំប៉ុងហ្នឹងមកក្រៅមួយសិនអញ្ចឹងណាដើម្បី copy វាបានអ្នកទាំងអស់គ្នាគ្រាន់តែ select លើ object មួយហ្នឹងហើយចុច control ជាប់អញ្ចឹងណាទាញវាមកក្រៅមកបាទបានហើយបន្តមកខ្ញុំបិទផ្នែកហ្នឹងសិនបាទដើម្បីខ្ញុំកែសម្រួលទៅលើសបកកំប៉ុងដែលខ្ញុំ copy ចេញមកក្រៅហ្នឹងឥឡូវខ្ញុំបិទផ្នែកលើហ្នឹងសិនអ្នកទាំងអស់គ្នាចុច Alt ឲ្យជាប់ទៅហើយចុចយកម៉ៅឆ្វេងចុចណាចុចឲ្យវាចេញពណ៌ក្រហមហ្នឹងមានន័យថាវាបិទហើយបាទឥឡូវខ្ញុំលុប text ហ្នឹងចេញបាទលុបហើយបន្តមកខ្ញុំមកកែសម្រួលទៅលើកំប៉ុងនឹងបន្តិចបាទឥឡូវកំប៉ុងនឹងខ្ញុំអត់យកទាំងអស់ទេអញ្ចឹងខ្ញុំកាត់វាចោលខ្លះអញ្ចឹងណាហើយដើម្បីកាត់បានខ្ញុំចូលទៅ front view អញ្ចឹងណាចូលទៅ front view អ្នកទាំងអស់គ្នាគ្រាន់តែដាក់ cursor មកចុចទៅលើផ្ទាំងពេលដែលវាចេញចេះអ្នកទាំងអស់គ្នាចុច scroll អញ្ចឹងណាកងម៉ៅចុច scroll ទៅអ្នកទាំងអស់គ្នាចុច Alt ឲ្យជាប់ហើយអ្នកទាំងអស់គ្នាចុចម៉ៅខាងស្ដាំរុញទៅមុខទាញមកក្រោយរុញទៅមុខទាញមកក្រោយអញ្ចឹងណាដើម្បីវារីករួមឥឡូវយើងកាត់វាចេញទៅបាទខ្ញុំចូលមក point ហើយបន្ទាប់មកខ្ញុំកាត់ក្បាលនេះចោលខ្លះបាទខ្ញុំចូលមក selection បាទខ្ញុំទាញវាបែបនេះខ្ញុំ select យកត្រឹមបែបហ្នឹងចុះហើយខ្ញុំលុបចោលបាទហើយខាងក្រោមខ្ញុំកាត់វាចោលដែរអញ្ចឹងណាបាទចុច delete ទៅបាទ select ហើយបន្ទាប់មកយើងចូលមក perspective view យើងវិញណាបាទហើយអ្នកទាំងអស់គ្នាចូលមក tool នេះវិញមកបាទ object tool បាទហើយបន្តមកទៀតអ្នកទាំងអស់គ្នាឥឡូវខ្ញុំបង្កើតទៅលើញើសដែលមានចលនាស្រក់មកក្រោមមុនសិនអញ្ចឹងណាអ្នកទាំងអស់គ្នាបង្កើត matrix មួយមកបង្កើត matrix បាទ matrix អ្នកទាំងអស់គ្នាចូលមក transform ហើយ scale ដាក់ត្រឹម 0.1 បាទ 0.1
បាទអ្នកទាំងអស់គ្នាចូលមកដូរ mode របស់វាយក object ហើយបន្ទាប់មកអ្នកទាំងអស់គ្នាទាញអាសបកកំប៉ុងមួយនេះដែលយើងបាន copy ហ្នឹងដែលហើយបន្ទាប់មកយើងកែសម្រួលវាតម្លាក់ចូលមកបាទដើម្បីឲ្យ matrix ហ្នឹងវារត់ទៅតាមរូបរាងរបស់សបកកំប៉ុងហ្នឹងឥឡូវយើងបើកកំប៉ុងយើងមកឡើងវិញមកហើយកំប៉ុងដែលយើងកែសម្រួលវាយើងលុបទៅបាទពីព្រោះយើងទុកវាគ្រាន់តែដើម្បីដាក់វាឲ្យចូលរូបរាងទៅតាមកំប៉ុងហ្នឹងទេបាទហើយបន្តមកទៀតអ្នកទាំងអស់គ្នាដាក់ចំនួនឲ្យច្រើនតិចណាឥឡូវខ្ញុំដាក់50បាទបន្តមកទៀតអ្នកទាំងអស់គ្នាបង្កើតទៅលើ tracer ហ្នឹងដើម្បីដាក់ឲ្យវាលក្ខណៈវាមានន័យថាឲ្យវាមានប្រវែងរបស់ញើសដែលវាស្រក់ចុះហ្នឹងបាទតិចទៀតចាំខ្ញុំបញ្យល់បន្ថែមទៀតចឹងណាកើតទៅលើ tracer ហ្នឹងហើយខ្ញុំចុចលើ tracer ហ្នឹងឥឡូវខ្ញុំចូលកន្លែង front end កន្លែងខ្ញុំដាក់ឲ្យវា70អញ្ចឹងណាខ្ញុំដាក់70បាទខ្ញុំដាក់70សិនហើយខ្ញុំចុចលើ matrix ហ្នឹងហើយខ្ញុំចុចមកលើplan បាទខ្ញុំបដូរកន្លែង plan ហ្នឹងខ្ញុំយក parameter ខ្ញុំសេរីវាឲ្យចុះក្រោមបន្តិចបាទខ្ញុំយកខ្ញុំយកត្រឹមដក45អញ្ចឹងណាបាទដើម្បីឲ្យវាមានចលនាអញ្ចឹងណាឲ្យវាមានចលនាធ្លាក់ពីលើមកក្រោមអញ្ចឹងណាបាទឥឡូវខ្ញុំដាក់ key frame ទៅលើវាអញ្ចឹងណាបាទ key frame នេះមក0ខ្ញុំ tick add key frame ហើយមកចុង key frame ខ្ញុំទាញវាមកឲ្យវាធ្លាក់មកហើយខ្ញុំ add key frame បាទហើយខ្ញុំបដូរខ្សែកោងវាខ្ញុំចុចលើត្រង់ចំណុចនេះចំណុចកន្លែងដែល key frame របស់វា mouse ស្ដាំយក animation ហើយយក show f curve ណាបាទចូលមកកន្លែងហ្នឹងនេះចុចកន្លែងនេះអញ្ចឹងណាឲ្យវាមកអានេះឲ្យវាមកបែបនេះក៏បាននេះអ្នកទាំងអស់គ្នា select លើវានេះឲ្យវា select ចេញបែបអញ្ចឹងអ្នកទាំងអស់គ្នានេះចូលមកកន្លែង linear បាទហើយបិទវាវិញមកបាទ play មើលបាទនេះ tracer នេះ tracer ដើម្បីវាមានប្រវែងបែបអញ្ចឹងណាកាលណាខ្ញុំដាក់ tracer ហ្នឹងកាន់តែច្រើនវាកាន់តែវែងមិញខ្ញុំដាក់70អញ្ចឹងវាប្រវែងហ្នឹងឥឡូវខ្ញុំគិតថាយក70ហ្នឹងចុះបើអ្នកទាំងអស់គ្នាចង់បានវែងជាងហ្នឹងអ្នកទាំងអស់គ្នាអាចដាក់ទៅតាមការចង់បានឬក៏ខ្លីជាងហ្នឹងបាទបន្ទាប់ពីហ្នឹងមកនៅលើ plan ហ្នឹងខ្ញុំបន្ថែមទៅលើ noise របស់វា shader របស់វា shadow fill អ្នកទាំងអស់គ្នាចូលកន្លែងនេះអ្នកទាំងអស់គ្នាចូលពាក្យថា noise ហើយបន្ទាប់មកចុចលើអា thumbnail មួយហ្នឹងមកបាទចុចកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាដូរកន្លែងនេះមកបាទពី texture មកពី UV 2D បាទហើយអ្នកទាំងអស់គ្នានេះដាក់វាឥឡូវខ្ញុំអត់កែកន្លែងហ្នឹងទេខ្ញុំកែទៅកន្លែងនេះទេ global scan ហ្នឹងខ្ញុំកែវាបន្តិចបាទខ្ញុំ play មើលកន្លែងហ្នឹងខ្ញុំដាក់ដើម្បីឲ្យវាលក្ខណៈមើលទៅវាលក្ខណៈ random អញ្ចឹងណាកុំឲ្យអាចលណាវាចេញមកស្មើគ្នាអញ្ចឹងណាបាទអ្នកទាំងអស់គ្នាសេរីមើលជាក់ស្ដែងទៅតាមការចង់បានរបស់អ្នកទាំងអស់គ្នាអញ្ចឹងណាខ្ញុំសេរីមើលបាទខ្ញុំគិតថាខ្ញុំយកប៉ុណ្្នឹងចុះហើយបើអ្នកទាំងអស់គ្នាចង់បានបែបម៉េចអ្នកទាំងអស់គ្នាសេរីទៅតាមការចង់បានទៅបាទហើយបន្ទាប់មកទៀតខ្ញុំបង្កើតប្រភេទនេះប្រភេទ displacer បាទ
ខ្ញុំទាញវាដាក់ចូលនៅក្នុង tracer បាទចូលនៅក្នុង tracer ហ្នឹងខ្ញុំចូលវាមកកន្លែងsetting ចូលមក noise ទៀតបាទ noise កន្លែងនេះខ្ញុំដូរវាមកបាច់ដូរក៏បានដែរខ្ញុំអានេះដើម្បីដាក់ឲ្យវាលក្ខណៈអាខ្សែបោះ tracer ហ្នឹងឲ្យវាលក្ខណៈកុំឲ្យវាត្រង់ស្មើឲ្យវាលក្ខណៈអាឡូកអ្នកទាំងអស់គ្នាសេរីកន្លែងនេះមើលទៅអញ្ចឹងណាចង់បានបែបម៉េចអានឹងសេរីទៅតាមការចង់បានរបស់យើងវាកោងខ្លាំងពេកអញ្ចឹងខ្ញុំចូលទៅដូរ object កន្លែង object វានេះខ្ញុំដាក់វាត្រឹម5អញ្ចឹងណា5ឬក៏លើខ្ញុំដាក់5ទៅហើយអាកន្លែងនេះខ្ញុំដូរវាមក RGB នេះ RGB នេះ RGB HYC object ហ្នឹងបាទហើយអាកន្លែង direction នេះដូរវាមក planar បាទបើវាខ្លាំងពេកយើងបន្ថយទៅបាទយើងបន្ថយទៅតាមហ្នឹងទៅបាទឬក៏យើងបន្ថយកន្លែងនេះបន្ថែមទៀតអញ្ចឹងអាកន្លែងនេះយើងបន្ថែមមកបាទខ្ញុំគិតថាខ្ញុំយកត្រឹម60ចុះបាទនេះខ្ញុំយកត្រឹមប៉ុណ្្នឹងណាអាហ្នឹងសេរីដើម្បីលក្ខណៈឲ្យវាលក្ខណៈវាកោងបាត់បែនអញ្ចឹងណាកុំឲ្យវាលក្ខណៈមកឲ្យវាត្រង់ពេកអញ្ចឹងណាដើម្បីឲ្យមើលទៅវាលក្ខណៈដូចជាញើសមែនទេណាពេលដែលយើងដាក់ជាមួយនឹង material និង lighting បាទហើយបន្តមកទៀតខ្ញុំយកប៉ុណ្្នឹងចុះបាទហើយខ្ញុំបង្កើត volume builder volume measure អញ្ចឹងណាខ្ញុំទាញវាដាក់ចូលក្នុងនេះសិនដាក់កន្លែងនេះបាទនេះដាក់កន្លែងនេះហើយខ្ញុំទាញvolume builder ដាក់ចូលក្នុង volume measure tracer ខ្ញុំដាក់ចូលក្នុងvolume builder អញ្ចឹងខ្ញុំបិទអានេះចោលសិនបាទដើម្បីខ្ញុំមើលអញ្ចឹងណាអានេះវាធំពេកអញ្ចឹងវាធំពេកកន្លែង vox size ហ្នឹងខ្ញុំដាក់វា1ខ្ញុំដាក់1សិនណាបាទហើយខ្ញុំ tick កន្លែង tracer នេះឥឡូវខ្ញុំកន្លែង radius នេះខ្ញុំដាក់វាត្រឹម1សិនបាទ1ហើយអានេះខ្ញុំដាក់វា1ដែរបាទដើម្បីខ្ញុំមើលវាហើយបន្តមកទៀតខ្ញុំដាក់វាត្រឹម 1.5 អានេះវាអត់ច្បាស់អញ្ចឹងដោយសារវា low vox size អញ្ចឹងយើងបន្ថយវាតិចទៀតមកឥឡូវខ្ញុំដាក់ត្រឹម 0.5 ណាបាទ 0.5 ខ្ញុំបន្ថយតិចទៀត 0.25 បាទខ្ញុំវាច្រើនពេកអញ្ចឹងខ្ញុំបន្ថយ cloner ខ្លះខ្ញុំដាក់វាត្រឹម20បានហើយបាទវាលក្ខណៈដាច់អញ្ចឹងខ្ញុំបន្ថែមទៅលើខ្ញុំបន្ថែមទៅលើ builder វាខ្ញុំដាក់កន្លែង density ខ្ញុំដាក់វា2មកបាទ2អញ្ចឹងខ្ញុំដាក់ 2.5 អត់ចេះស្រាខ្ញុំដាក់ 2.5 បាទអញ្ចឹងខ្ញុំយកត្រឹម 2.5 ហ្នឹងបាទហើយបន្ទាប់មកខ្ញុំសេរីទៅលើទំហំរបស់នេះពេលដែលវារត់ណាអញ្ចឹងនេះវាវែងពេកខ្ញុំបន្ថយកុំឲ្យវាវែងពេកអញ្ចឹងខ្ញុំដាក់វាត្រឹម50បានហើយបាទខ្ញុំគិតថាខ្ញុំយកត្រឹមហ្នឹងបាទ
កន្លែងនេះយើងសេរីទំហំបាទយើងចុចលើ volume builder មកបាទខ្ញុំទាញអានេះចុះបន្តិចអញ្ចឹងណាខ្ញុំបង្កើត point មួយទៀតខ្ញុំចុច control បាទ control ខ្ញុំចុច control ហើយខ្ញុំទាញវាចេញលក្ខណៈបែបនេះមកហើយខ្ញុំក៏សូមអធិស្ឋានដែរចំពោះការនិយាយដោយសារនេះជាមេរៀនលើកដំបូងក្នុងការចែករំលែកខ្ញុំសង្ឃឹមថាខ្ញុំនឹងព្យាយាមនិយាយឲ្យបានល្អបំផុតនៅក្នុងមេរៀនពេលក្រោយបាទឥឡូវយើងចូលមកអានឹងបន្តទៀតវាអត់ទាន់មានសកម្មភាពអីកើតឡើងទេអ្នកទាំងអស់គ្នា take កន្លែងនេះបាទ scale per segment ហ្នឹងបាទបាទអ្នកទាំងអស់គ្នាអាចscale ទៅលើម្ដុំនេះថែមទៅបាទទៅតាមការចង់បានអញ្ចឹងណាបាទអញ្ចឹងគឺលក្ខណៈបែបនេះអញ្ចឹងណាអ្នកទាំងអស់គ្នាចង់បានវាឲ្យច្រើនអ្នកទាំងអស់គ្នាចូលកន្លែង matrix ហ្នឹងថែម scale ទៅបាទដាក់25អញ្ចឹងទៅតាមការចង់បានរបស់យើងទៅបាទខ្ញុំអត់អាចប្រាប់ពីតម្លៃលេខជាក់លាក់បានទេវាអាស្រ័យទៅលើការងាររបស់អ្នកទាំងអស់គ្នាអញ្ចឹងណាអ្នកទាំងអស់គ្នាគាត់ថាដាក់បែបមិនសមអ្នកទាំងអស់គ្នាដាក់បែបហ្នឹងទៅអញ្ចឹងណាអានេះខ្ញុំគ្រាន់តែប្រាប់ពីបច្ចេកទេសនិងរបៀបនៃការធ្វើវាបាទឥឡូវខ្ញុំយកប៉ុណ្្នឹងចុះឥឡូវខ្ញុំបើកទៅលើvolume measure វាវិញបាទនេះយកប៉ុណ្្នឹងបាទលក្ខណៈបែបហ្នឹងឥឡូវយើងរួចទៅលើការធ្វើចលនារបស់ញើសឥឡូវយើងចូលមកធ្វើញើសដែលជាប់នឹងកំប៉ុងវិញម្ដងអញ្ចឹងណាឥឡូវខ្ញុំដាក់វាចូលក្នុងក្រុមមួយសិនណាខ្ញុំទាញនេះចូលទៅដែរcollider របស់វាអញ្ចឹងខ្ញុំ rename សិនដាក់collider animation បាទអ្នកទាំងអស់គ្នាបង្កើត null មួយអ្នកទាំងអស់គ្នាដាក់ថាanimation droplet អញ្ចឹងទៅបាទអ្នកទាំងអស់គ្នាដាក់យ៉ាងម៉េចក៏បានដែរឲ្យតែយល់សម្រាប់ខ្លួនឯងណាអញ្ចឹងខ្ញុំទាញទាំងអស់ហ្នឹងដាក់ចូលក្នុងក្រុមមួយហ្នឹង folder មួយហ្នឹងបាទខ្ញុំបិទផ្នែកសិនឥឡូវខ្ញុំ copy កំប៉ុងមួយទៀត copy មួយកំប៉ុងមួយទៀតដើម្បីខ្ញុំយកវាធ្វើជាសម្រាប់ដាក់ញើសដែលមានលក្ខណៈជាប់នឹងកំប៉ុងឬក៏ខ្ញុំយកពីនេះមកក៏បានដែរអញ្ចឹងណាដែលមានស្រាប់ហ្នឹងបាទខ្ញុំ copy វាចេញមួយមកអញ្ចឹងខ្ញុំបើកផ្នែកវាសិនបាទហើយខ្ញុំបិទផ្នែកកំប៉ុងទាំងមូលហ្នឹងបាទខ្ញុំមើលរូបរាងឥឡូវខ្ញុំយករូបរាងហ្នឹងចុះបាទហ្នឹងណាបាទខ្ញុំបិទផ្នែកវាចុះអត់អីទេខ្ញុំបង្កើតស្វីចូលទៅបង្កើតស្វីខ្ញុំបន្ថយវាខ្ញុំដាក់ត្រឹម1បាទទាញយកមកក្រៅមកបាទ1ហើយ segment ខ្ញុំយក16ហ្នឹងទៅហើយអានេះខ្ញុំបន្ថយវាខ្ញុំដាក់ត្រឹម0 55បាទ55ខ្ញុំចុចទៅរកស្វៀមួយហ្នឹងខ្ញុំចុចអក្សរ O ដើម្បីវាទៅរកហើយខ្ញុំសម្រាប់វាចោលសិនអញ្ចឹងណាដើម្បីខ្ញុំកែសម្រួលទៅលើស្វៀមួយហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាចូលមក point អ្នកទាំងអស់គ្នា select វាមកបាទ select យើងទាញកែសម្រួលវាអញ្ចឹងណាបាទចូលមក scale
អ្នកទាំងអស់គ្នា scale ទៅលើ AX វាមក scale វាតិចមក scale អ្នកទាំងអស់គ្នា scale ទាំងអស់មើល front view មួយពីលើអញ្ចឹងណាមើលពីលើខ្ញុំទាញវាឲ្យវាស្ដើងអញ្ចឹងតបែកជាងនឹងបន្តិចបាទប៉ុណ្ណឹងខ្ញុំចុចអក្សរ X ដើម្បីឲ្យវាចេញពេញទាំងអស់ឥឡូវខ្ញុំបង្កើតទៅលើស្វាមួយទៀតបាទស្វាមួយទៀតខ្ញុំដាក់វា 1.5 ទំហំវាបាទប៉ុណ្ណឹងមកបាទហើយខ្ញុំបង្កើត cloner មកខ្ញុំរុញស្វាពីរហ្នឹងចូលទៅក្នុង cloner បាទបន្តខ្ញុំក្នុង cloner ហ្នឹងអញ្ចឹងណាខ្ញុំដូរពី grid នេះមកជា object អញ្ចឹងខ្ញុំទាញនេះcollider ហ្នឹងតម្លាក់ចូលក្នុងobject របស់ cloner ហ្នឹងបាទនេះបើវាចូលរូបរាងបែបហ្នឹងអញ្ចឹងខ្ញុំបង្កើតទៅលើ random ណាដើម្បីកុំឲ្យវាមានទំហំប៉ុនគ្នាហើយឲ្យវាលក្ខណៈវាកុំឲ្យវាលក្ខណៈចេញស្មើគ្នាអញ្ចឹងខ្ញុំចូលមកកែវាកន្លែង parameter ខ្ញុំដកកន្លែង position សិនបាទខ្ញុំចូលមក scale ខ្ញុំធីកកន្លែង uniform អញ្ចឹងខ្ញុំដាក់ដក1ខ្ញុំគ្រាន់តែឧទាហរណ៍ទេបាទខ្ញុំសេរីមើលជាក់ស្ដែងអ្នកទាំងអស់គ្នាពេលដែលធ្វើទៅអ្នកទាំងអស់គ្នាមើលទៅតាមការជាក់ស្ដែងដូចគ្នាអញ្ចឹងណាអ្នកទាំងអស់គ្នាចង់បានបែបម៉េចអ្នកទាំងអស់គ្នាដាក់បែបនោះអញ្ចឹងខ្ញុំដាក់វាត្រឹម 0.1 បាទដក2ឥឡូវខ្ញុំ scale ទៅលើcloner ហ្នឹងសិនបាទខ្ញុំធីកលើ cloner ខ្ញុំ scale កុំឲ្យវាធំពេកយកបែបអញ្ចឹងប៉ុណ្ណឹងហើយនៅក្នុង cloner ខ្ញុំយកប៉ុណ្ណឹងឥឡូវខ្ញុំបន្ថែម count វាមានន័យថាចំនួន clone ហ្នឹងខ្ញុំយកវា500ណាបាទ500ហើយនៅក្នុងrandom កន្លែង parameter នេះខ្ញុំបើកទៅលើ position របស់វាអញ្ចឹងកន្លែងអាក់វាញខ្ញុំដាក់វា0ខ្ញុំអត់ប្រើទេដាក់0ឲ្យអស់សិនបាទ0បាទខ្ញុំឥឡូវខ្ញុំសេរីទៅលើអាក់វាយវាបន្តិចប៉ុណ្ណេះZ នេះខ្ញុំអត់ប្រើទេអញ្ចឹងខ្ញុំប្រើទៅលើ AX បាទប៉ុណ្ណឹងហើយខ្ញុំ scale វាទៀតកុំឲ្យវាឃើញធំពេកតែប៉ុណ្ណឹងហើយខ្ញុំបន្ថែម cloner វាទៀតខ្ញុំដាក់1500បាទ1500បាទ1500ហើយបន្តមកទៀតខ្ញុំបង្កើតobject មួយខ្ញុំដាក់តា push path បាទខ្ញុំបន្ថយវាសិនចឹងណាដាក់ត្រឹម2ខ្ញុំបន្ថយមក
ខ្ញុំបង្កើតភពផានហ្នឹងដើម្បីជាចំនួនអញ្ចឹងដើម្បីអ្នកទាំងអស់គ្នាស្រួលទាញឲ្យវាចិត្តឆ្ងាយអញ្ចឹងណាបាទឥឡូវខ្ញុំគាត់ថាយកប៉ុណ្ណឹងចុះបាទហើយយើងបើកទៅលើញើសរបស់យើងមកឥឡូវខ្ញុំដាក់វាចូលក្នុងក្រុមជាមួយគ្នាសិនអានេះបាទខ្ញុំចុច Alt G ហ៎បាទខ្ញុំ rename ដាក់ថា droplet បាទឥឡូវខ្ញុំបើកចលនារបស់ទឹកហ្នឹងហើយជាមួយញើសហ្នឹងបាទគឺមានលក្ខណៈបែបហ្នឹងអញ្ចឹងណាបាទនេះជាលទ្ធផលដែលយើងទទួលបានគឺលក្ខណៈបែបហ្នឹងណាដល់ពេលយើងដាក់ជាមួយក្នុង material ជាមួយនឹងការវាយ lighting គឺវាមានលក្ខណៈដូចពិតហើយបាទហើយអរគុណសម្រាប់ការមើលមេរៀនមួយនេះហើយខ្ញុំនឹងព្យាយាមធ្វើមេរៀនឲ្យបានល្អបំផុតសម្រាប់មេរៀនបន្តទៅមុខទៀតបាទអរគុណសូមជម្រាបលា